ក្នុងពេលថ្មីៗនេះឃើញថាបងប្អូនមួយចំនួនកំពុងតែជួបបញ្ហាក្នុងការ live ជាមួយនឹង Facebook ដែលมันអាចដាក់ filter បានថ្ងៃនេះខ្ញុំនឹងមកបង្ហាញនៅកម្មវិធីមួយដែលអាចឲ្យបងប្អូនអរគ្នាធ្វើការ live ចូលទៅកាន់ Facebook ដាក់ filter បានហើយអ្វីដែលសំខាន់នោះគឺ live បានច្បាស់ជាងមុនអូខេអញ្ចឹងកម្មវិធីនោះគឺមានឈ្មោះថាកម្មវិធី Breeze SM Live ខ្ញុំមិនដឹងថាខ្ញុំអានត្រូវខុសទេតែបងប្អូនអរគ្នាអាចធ្វើការ search តាមខ្ញុំបានអូខេដំបូងបងប្អូនគ្រាន់តែចូលទៅកាន់កម្មវិធី Play Store ឬក៏ App Store អញ្ចឹងបងប្អូនអរគ្នានឹងឃើញកម្មវិធីមួយដែលវាដាក់ថា Breeze Live Stream App ហ្នឹងអញ្ចឹងបងប្អូនអរគ្នាធ្វើការ download ទៅដោយសារឥឡូវនេះខ្ញុំ download ហើយអញ្ចឹងខ្ញុំមិនចាំបាច់ download ទេគឺខ្ញុំ open វាយកតែម្ដងអូខេអញ្ចឹងដល់ពេលដែលចូលមកដំបូងបងប្អូនអរគ្នានឹងឃើញផ្ទាំងកម្មវិធីបែបនេះអញ្ចឹងបងប្អូនអរគ្នាអាចធ្វើការចូលទៅកាន់ភ្ជាប់ជាមួយនឹង Facebook ក៏បានឬក៏ភ្ជាប់ជាមួយ email ក៏បានដែរអត់ជាបញ្ហាទេអញ្ចឹងខ្ញុំភ្ជាប់ជាមួយនឹង Facebook អូខេនេះគឺជាផ្ទាំងនៃកម្មវិធី Breeze Live នឹងឯងអញ្ចឹងដើម្បីបងប្អូនអាចធ្វើការដាក់ filter បានបងប្អូនគ្រាន់តែចូលមកកន្លែងនេះដែលមានរូបក្បាលមនុស្សហ្នឹងយើងចុចកន្លែងហ្នឹងមកអញ្ចឹងកន្លែងនេះគឺសិតសឹងតែជា filter ដែលបងប្អូនអរគ្នាអាចធ្វើការដាក់បានហើយកន្លែងនេះវាមានបន្ថែមទៀតវាមានតាម mode របស់វាមានអីចឹងណាចាំបងប្អូនអាចធ្វើការចុចទៅនៅពេលដែលយើងចង់កំណត់បន្ថែមអីបានន័យថាបើបងប្អូនចង់កំណត់បន្ថែមទៅលើមុខងារមួយហ្នឹងចាំបងប្អូនគ្រាន់តែចុចទៅលើអា filter ដែលយើងបានដាក់ហ្នឹងទៅអូខេអញ្ចឹងយើងអាចកំណត់ភាព smooth បន្ថែមបាទនេះ shape បាទមុខ shape ធ្វើមុខទូចអញ្ចឹងទៅអូខេកន្លែងនេះធ្វើ smooth អូខេយើងបន្ថែមភាព smooth អញ្ចឹងទៅអូខេអញ្ចឹងបន្ទាប់ពីបងប្អូនអរគ្នាដាក់ filter ហើយយើងនឹងចូលទៅដល់ការកំណត់ភាពច្បាស់នៅពេលដែលយើង live អញ្ចឹងនៅពេលដែលយើងចង់ live យើងគ្រាន់តែចុចកន្លែង ready នេះមកអូខេបន្ទាប់មកយើងធ្វើការរើសថាយើងចង់ stream ទៅក្នុង platform មួយណាអញ្ចឹងខ្ញុំជ្រើសរើសយក Facebook តបមកវាឲ្យធ្វើការ connect អញ្ចឹងពីប៊ូតុងនេះប៊ូតុងខាងលើបានន័យថាយើង connect ទៅកាន់ Facebook តែម្ដងយើងចុច live ទៅវានឹងទៅអញ្ចឹងបានន័យថាយើង connect តែម្ដងឯងនៅពេលលើក្រោយយើងបើក live មកយើងចុច live stream ទៅវានឹងទៅមកខាងក្រោមនេះគឺជា Facebook Custom RTMP អញ្ចឹងកន្លែងនេះបានន័យថាបងប្អូនអរគ្នាអាចធ្វើការ connect ភ្ជាប់ទៅកាន់កុំព្យូទ័របានន័យថាយើង live ពីទូរស័ព្ទឲ្យវាចូលទៅកុំព្យូទ័រឲ្យបានអញ្ចឹងណាអូខេអញ្ចឹងឥឡូវខ្ញុំ connect មក Facebook ខ្ញុំចុច continue មកអូខេអញ្ចឹងកន្លែងនេះយើង connect តែម្ដងឯងអញ្ចឹងចូលលើក្រោយវាអត់ទាមទារ connect អញ្ចឹងទៀតទេអូខេបន្ទាប់ពីបាន connect ចេះហើយវានឹងឃើញកន្លែងនេះមួយវាដាក់ថា go live ហ្នឹងអញ្ចឹងនេះចំណុចកន្លែងនេះកន្លែង intro នេះអញ្ចឹងបងប្អូនអរគ្នាចុចកន្លែងហ្នឹងមកបន្ទាប់មកកន្លែង resolution ខាងលើនេះបងប្អូនអរគ្នាជ្រើសរើសយក18ញ៉េហត់ដល់នៅពេលដែលយើង live ទូរស័ព្ទវានៅពេលដែលភាពច្បាស់ហ្នឹងគឺវាឡើងចុះទៅតាមអ៊ីនធឺណិតរបស់យើងអញ្ចឹងអាទំហំហ្នឹងក៏ដូចគ្នាដែរគឺវាកំណត់ automatic ប៉ុន្តែនៅក្នុងកម្មវិធីនេះគឺបងប្អូនអរគ្នាអាចធ្វើការកំណត់ប្រៀបបានដូចយើង live កាមេរ៉ាអញ្ចឹងអូខេអញ្ចឹងបន្ទាប់មក option ទី2នេះខ្ញុំយក adaptive ហ្នឹងទៅហើយ bitrate នេះគឺសំខាន់កន្លែង bitrate តែកន្លែងទី3ហ្នឹងអញ្ចឹង bitrate ហ្នឹងគឺជាកន្លែងនៅកំណត់ភាពច្បាស់ទោះបីយើងដូរមក18ក៏ដោយបើយើងដាក់ bitrate ទូចក៏វា live អត់ច្បាស់ដែរអញ្ចឹងជាទូទៅ Facebook គឺវាដំណើរការដែលល្អបំផុតគឺ6មេគឺស្មើនឹង 6000 kilobit kilobyte អញ្ចឹងបងប្អូនអរគ្នា select លើ6000នេះមកតែបើសិនឯបងអ៊ីនធឺណិតបងប្អូនអរគ្នាខ្លាំងអញ្ចឹងយើងអាចដាក់លើសនឹងក៏បានដែរតែបើថាចង់ឲ្យល្អហ្មងខ្ញុំ recommend ឲ្យដាក់ត្រឹម6000ទៅបានអូខេតោះមកយើងចុចសញ្ញាព្រួយមកវិញបន្ទាប់មកកន្លែង frame នេះបងប្អូនអរគ្នាឆ្ងល់ថាហេតុអីគេ live ទៅមានអារម្មណ៍ថា smooth ល្អអីចឹងណាអញ្ចឹងវាពាក់ព័ន្ធជាមួយ frame rate ហ្នឹងឯងអញ្ចឹងបើសិនតែយើងចង់បានឲ្យវា smooth ខ្លាំងល្អព្រិលហ្មងចាំបងប្អូនអរគ្នាអាច select យក60 frame នៅកន្លែងនេះគឺ smooth ខ្លាំងប៉ុន្តែនៅពេលដែលយើងកំណត់ជ្រើសរើសយកអាហ្នឹងក៏វាស៊ីអ៊ីនធឺណិតខ្លាំងឬក៏កម្លាំងទូរស័ព្ទយើងខ្លាំងដូចគ្នាអញ្ចឹងបើសិនជាទូរស័ព្ទបងប្អូនអាចសេរីខ្ពស់អញ្ចឹងទៅអាចប្រើប្រាស់60 frame បានអត់ជាបញ្ហាប៉ុន្តែបើសិនជាទូរស័ព្ទរបស់យើងនៅមានកម្រិតដែរទេយើងអាចប្រើត្រឹម30 frame នេះទៅហើយបើអ្នកចូលចិត្តបែប film បែបអីអាចធ្វើការ live ត្រឹម24 frame បានអញ្ចឹងខ្ញុំយកត្រឹម30 frame អូខេបន្ទាប់ពីប៉ុណ្ណឹងហើយយើងនឹងធ្វើការចុចនៅលើ profile របស់យើងមកយើងនឹងឃើញកន្លែងមួយដែលវាឲ្យយើងដាក់ caption ណាហើយកន្លែងនេះយើងអាចធ្វើការជ្រើស live friend only me បានចុះបើសួរថាយើងចង់ live ទៅក្នុង page ទៅធ្វើម៉េចអញ្ចឹងនៅក្នុងកន្លែងហ្នឹងដូចគ្នាបងប្អូនទាំងគ្នាអាចមើលមកកាន់កន្លែង page នេះហ្នឹងហើយអញ្ចឹងគ្រាន់តែចុចកន្លែង page ហ្នឹងចុះមករងចាំវាបន្តិចមកវានឹងចេញ page ដែលយើងមានហ្នឹងចុះឧទាហរណ៍ខ្ញុំចង់ live ទៅក្នុង page JL Shop ណាអញ្ចឹ
ចឹងខ្ញុំគ្រាន់តែ select លើកន្លែងហ្នឹងមកហើយខ្ញុំធ្វើការថយមកហើយយើងវាយ description ទៅតោះមកយើងចុច save អូខេយើងបន្ទាប់ពីយើងចុច save ហើយយើងនឹងឃើញ profile ដែលយើងនឹងត្រូវ live ទៅអីទៅចឹងចុងក្រោយបងប្អូនអរគ្នាអាចធ្វើការគ្រាន់តែចុច go live go stream ទៅអូខេវានឹងធ្វើការ live ទៅអូខេអញ្ចឹងអំពីកម្មវិធី Breeze Live គឺមានតែប៉ុណ្្នឹងបើសិនបងប្អូនអរគ្នាមានចម្ងល់ត្រង់ណាឬក៏អត់ទាន់ច្បាស់ត្រង់ណាអាចធ្វើការ comment នៅក្នុងវីដេអូនេះខាងក្រោមខ្ញុំនឹងព្យាយាមឆ្លើយតបឬក៏អាចថាបើសិនជាមានចម្ងល់កាន់តែខ្លាំងខ្ញុំអាចនឹងធ្វើវីដេអូមួយទៀតទាក់ទងជាមួយនឹងកម្មវិធីហ្នឹងមកចាអរគុណច្រើនបើសិនតែពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ like និង share ហើយជួយ follow page ខ្ញុំម្នាក់មួយផងអរគុណបាយបាយ